ហ្នឹងហើយថ្ងៃនេះយើងស្វែងយល់បន្តពី forex អញ្ចឹងយើងអាចដឹងថា forex មិននេះថានេះគឺស្វែងយល់ពីគោលលុយនៅមុខនៅក្រោយ the base and quote currency អញ្ចឹង base and quote currency base មិន quote មិនអញ្ចឹងbase និង quote currency base and quote currency the base currency ហ្នឹងមានន័យថាគឺ currency ដែលនៅពីមុខអញ្ចឹង base ហើយ quote ហ្នឹងគឺ currency ដែលនៅខាងក្រោយអញ្ចឹងយើង trade គឺយើងធម្មតាគឺយើងយកអា base ហ្នឹងទៅប្រៀបធៀបជាមួយនឹង quote currency នៅខាងក្រោយហ្នឹង base ហ្នឹងមានន័យថាគឺស្មើនឹងមួយ base មួយ quote អញ្ចឹងអាហ្នឹងចំពោះ currency មានន័យថាបើសិនតែយើងទិញ base លក់ quote អញ្ចឹងមានន័យថា base ហ្នឹងមានន័យថាសំខាន់ឬក៏គោលលុយឬ currency សំខាន់ដែលយើងយកទៅប្រៀបធៀបអញ្ចឹងហើយ quote ហ្នឹងគឺជាគោលលុយនៅខាងស្ដាំ quote ហ្នឹងនៅខាងឆ្វេងអញ្ចឹងបាទនេះគឺ the base on the less ឬក៏បើសិនជា quote ហ្នឹងគឺ on the right នៅខាងស្ដាំបើនេះនៅខាងឆ្វេង base នៅខាងឆ្វេង quote នៅខាងស្ដាំអញ្ចឹងយើងទៅមើលជាអានេះម្ដងអញ្ចឹងនេះគឺជា euro នេះគឺជា base currency នៅខាងឆ្វេងហើយ quote currency USD ហ្នឹងគឺនៅខាងស្ដាំអញ្ចឹងto buy 1 unit of this base currency មានន័យថាយើងទិញឧទាហរណ៍យើងទិញ1 euro អញ្ចឹងយើងត្រូវលក់ប្រមាណ USD នេះអញ្ចឹងយើងត្រូវលក់ប៉ុណ្ណេះឧទាហរណ៍យើងទិញ1 euro ស្មើនឹង 1.2042 ដុល្លារអញ្ចឹងអានេះគឺស្មើនឹង1អានេះគឺស្មើនឹង 1.20 អញ្ចឹងទៅអញ្ចឹងអានេះចំពោះ base និង quote currency ដើម្បីថាឲ្យយើងដឹង base នៅខាងណា quote នៅខាងណាឡើយយើងអត់ដឹងអញ្ចឹងយើងទិញលក់ឬក៏យើងលក់1 euro អញ្ចឹងយើងទៅបាយអានេះវិញបើសិនយើងទិញអានេះយើងទៅលក់អានេះវិញអញ្ចឹង base ហើយនឹង quote currency អត់មានអីនេះទេគ្រាន់តែថាយើងបដោតតាំងយើងឲ្យដឹងថាយើងត្រូវឲ្យដឹង base នៅខាងណា quote នៅខាងណា base ជា currency gold នេះគឺជា currency ដែលយើងបន្ទាប់ដែលយើងត្រូវទិញលក់វាអញ្ចឹងបាទ base ហើយនឹង quote currency គឺមានតែប៉ុណ្្នឹងទេអត់ច្រើនទេបើអត់យល់អីអាហ្នឹងអាចឆាតសួរបន្ថែមអញ្ចឹងបាទអរគុណ